បំផុតឆ្កែបានមកដល់ទីក្រុងរបស់ម្ចាស់វាហើយប៉ុន្តែពេលឆ្លងផ្លូវឡានមួយបានបុកវាទៅនឹងដីគ្រាន់តែសន្លប់ក៏ឮសំឡេងហៅវាឲ្យទៅផ្ទះនៅក្នុងចិត្តវាហៀបនឹងឃើញម្ចាស់របស់វាមិនអាចចោះចាញ់បានទេទើបវាអូសជើងដើររបួសហើយបន្តដំណើរយឺតវាចំណាយពេល3ឆ្នាំដើរប្រហែលជា700គីឡូម៉ែត្រទីបំផុតឆ្កែបានទៅដល់ផ្ទះចាស់របស់ម្ចាស់វាវិញហើយវាបានគូសទ្វារដល់អន្ទះសារដោយសង្ឃឹមថានឹងលោតចូលទៅក្នុងដៃម្ចាស់របស់វាហើយប្រាប់គាត់ថាវានឹកគាត់ប៉ុណ្ណាប៉ុន្តែពេលបើកទ្វារឃើញមុខមនុស្សចម្លែកនៅពេលដែលនៅខាងក្នុងនោះគឺវាដឹងថាអ្វីៗបានផ្លាស់ប្ដូរក្លិនរបស់ម្ចាស់វាបានបាត់វាបានដឹងថាម្ចាស់របស់វាបានរើចេញទៅឆ្ងាយហើយក្នុងពេលនោះបេះដូងរបស់វាបានខ្ទេចខ្ទាំវាគ្មានកម្លាំងនៅសេះសល់ទេវាគ្រាន់តែចង់សម្រាកលើកម្រាលព្រំហើយដេកតែប៉ុណ្ណោះប៉ុន្តែការពិតគឺសាហាវណាស់ស្ត្រីម្ចាស់ផ្ទះបានទូរស័ព្ទទៅប៉ូលីសភ្លាមហើយបានបណ្ដេញឆ្កែចេញវាបានដើរចុះតាមផ្លូវហើយរំពេចនោះវាគិតទៅដល់មជ្ឈមណ្ឌលស្ដារនីតិសម្បទាដែលម្ចាស់វាធ្លាប់ធ្វើការក្តីសង្ឃឹមបានផ្ទុះឡើងនៅក្នុងសត្វឆ្កែជំហានធ្ងន់បានក្លាយជាជំហានស្រាលប៉ុន្មានម៉ោងក្រោយមកទីបំផុតវាបានទៅដល់ច្រកចូលនៃមជ្ឈមណ្ឌលពេលដែលអតីតយុវជនបានឃើញឆ្កែនោះពួកគេសឹងតែមិនជឿនឹងភ្នែករបស់ពួកគេឆ្កែដែលបាត់ខ្លួនអស់រយៈពេល3ឆ្នាំមកហើយពួកគេទាំងអស់គ្នាបានដើរទៅអង្អែលវាប៉ុន្តែឆ្កែនោះមិនសប្បាយចិត្តទេព្រោះអ្វីដែលវាចង់ជួបនោះគឺម្ចាស់វាតែប៉ុណ្ណោះទីបំផុតវាក៏រកម្ចាស់វាឃើញម្ចាស់និងឆ្កែក៏បានជួបគ្នាវិញទីបំផុតឆ្កែបានមកដល់ទីក្រុងរបស់ម្ចាស់វាហើយប៉ុន្តែពេលឆ្លងផ្លូវឡានមួយបានបុកវាទៅនឹងដីគ្រាន់តែសន្លប់ក៏ឮសំឡេងហៅវាឲ្យទៅផ្ទះនៅក្នុងចិត្តវាហៀបនឹងឃើញម្ចាស់របស់វាមិនអាចចោះចាញ់បានទេទើបវាអូសជើងដើររបួសហើយបន្តដំណើរយឺតវាចំណាយពេល3ឆ្នាំដើរប្រហែលជា700គីឡូម៉ែត្រទីបំផុតឆ្កែបានទៅដល់ផ្ទះចាស់របស់ម្ចាស់វាវិញហើយវាបានគូសទ្វារដល់អន្ទះសារដោយសង្ឃឹមថានឹងលោតចូលទៅក្នុងដៃម្ចាស់របស់វាហើយប្រាប់គាត់ថាវានឹកគាត់ប៉ុណ្ណាប៉ុន្តែពេលបើកទ្វារឃើញមុខមនុស្សចម្លែកនៅពេលដែលនៅខាងក្នុងនោះគឺវាដឹងថាអ្វីៗបានផ្លាស់ប្ដូរក្លិនរបស់ម្ចាស់វាបានបាត់វាបានដឹងថាម្ចាស់របស់វាបានរើចេញទៅឆ្ងាយហើយក្នុងពេលនោះបេះដូងរបស់វាបានខ្ទេចខ្ទាំវាគ្មានកម្លាំងនៅសេះសល់ទេវាគ្រាន់តែចង់សម្រាកលើកម្រាលព្រំហើយដេកតែប៉ុណ្ណោះប៉ុន្តែការពិតគឺសាហាវណាស់ស្ត្រីម្ចាស់ផ្ទះបានទូរស័ព្ទទៅប៉ូលីសភ្លាមហើយបានបណ្ដេញឆ្កែចេញវាបានដើរចុះតាមផ្លូវហើយរំពេចនោះវាគិតទៅដល់មជ្ឈមណ្ឌលស្ដារនីតិសម្បទាដែលម្ចាស់វាធ្លាប់ធ្វើការក្តីសង្ឃឹមបានផ្ទុះឡើងនៅក្នុងសត្វឆ្កែជំហានធ្ងន់បានក្លាយជាជំហានស្រាលប៉ុន្មានម៉ោងក្រោយមកទីបំផុតវាបានទៅដល់ច្រកចូលនៃមជ្ឈមណ្ឌលពេលដែលអតីតយុវជនបានឃើញឆ្កែនោះពួកគេសឹងតែមិនជឿនឹងភ្នែករបស់ពួកគេឆ្កែដែលបាត់ខ្លួនអស់រយៈពេល3ឆ្នាំមកហើយពួកគេទាំងអស់គ្នាបានដើរទៅអង្អែលវាប៉ុន្តែឆ្កែនោះមិនសប្បាយចិត្តទេព្រោះអ្វីដែលវាចង់ជួបនោះគឺម្ចាស់វាតែប៉ុណ្ណោះទីបំផុតវាក៏រកម្ចាស់វាឃើញម្ចាស់និងឆ្កែក៏បានជួបគ្នាវិញ